ពោះហើយបងយ៉ាងបងជាប់ថ្មប៉ព្រះទឹកហើយសុទ្ធតែត្រីមាសយ៉ាងហោចក៏លក់បាន1 លានដែរឯងឈ្គួតទេអីខ្យល់ខ្លាំងថ្នាក់នឹងចុះទៅច្បាស់ជាស្លាប់មិនខានទេអត់ពេលទេខ្ញុំមិនអាចស្លាប់ទេម៉ែនិងប្រពន្ធកំពុងរងចាំខ្ញុំបងយ៉ាងតោងឲ្យជាប់ថ្ងៃនេះឲ្យតែអ្នកណាអាចនេសាទត្រីមាសបានខ្ញុំនឹងបន្ថែមថ្លៃឲ្យពាក់កណ្ដាលទៀតមិនដែរព្យុះខ្លាំងបែបនេះចេញទុកស្មើនឹងយកជីវិតទៅចោលហើយអ្នកណាហ៊ានទៅថាកែឈិននេះលោកកំពុងយកជីវិតមនុស្សមកលេងសាច់ហើយចាំស្ងាត់ខ្យល់សិនទៅខ្ញុំចាំលេងបានហើយខ្ញុំស៊ីញេកុងត្រាជាមួយក្រុមហ៊ុនបរទេសរួចហើយប្រឡែងដៃមកវិញហើយសុទ្ធតែត្រីមាសតែម្ដងជើងនេះចំណេញកប់ក្ដងហើយហាជំងឺរបស់ម៉ែអាចសង្គ្រោះបានហើយនោះជាទុករបស់លូយ៉ាងគេនៅរស់ត្រឡប់មកវិញមែនអាល្អិតនេះសាហាវណាស់អាកាសធាតុអាក្រក់ថ្នាក់នឹងនៅហ៊ានចេញទុកទៀតពិតជាមិនស្ដាយជីវិតមែនថៅកែឈិនត្រីនេសាទបានហើយលោកមើលចុះសុទ្ធតែត្រីមាសធម្មជាតិទាំងអស់ហាល្អណាស់លូយ៉ាងអញពិតជាជួយជីវិតឈិនសានខ្ញុំមែនទំនិញនេះខ្ញុំថែមថ្លៃឲ្យអញ 50% ទូទាត់លុយសុទ្ធទាំងអស់ថៅកែឈិនកុំគូសំពេចខ្ញុំជាបងជីដូនមួយលូយ៉ាងទុកនេះជារបស់ខ្ញុំរឿងលុយកាក់ទុកឲ្យខ្ញុំចាត់ចែងលោកវេលលុយឲ្យខ្ញុំមកបានហើយចាំខ្ញុំបែងចែកឲ្យគេតាមក្រោយអូខេឲ្យទៅអ្នកណាក៏ដូចតែគ្នាដែរហាត្រីមាសក្នុងទូកជើងនេះយ៉ាងហោចក៏លក់បាន6 លានដែរបងធ្លាប់សន្យាថាចែកគ្នាពាក់កណ្ដាលម្នាក់គឺ3 លានល្អណាស់ណែលុយ100000នេះគឺជាកម្រៃនេសាទរបស់ឯងជើងនេះបងចង់មានន័យថាម៉េចពួកយើងមិនបាននិយាយគ្នាថាចែកស្មើគ្នាទេអីអាយ៉ាងបងទទួលបានមួយធំមួយបងចេញទុកឯងអ្នកនេសាទពេលបានលុយយើងចែកគ្នាពាក់កណ្ដាលម្នាក់គិតថាម៉េចដែរប៉ុន្តែបងរឿងម៉ែរបស់ឯងទុកចិត្តលើបងចោះបងប្អូនយើងរួមដៃគ្នាច្បាស់ជាអាចចសាងភាពមានបានមិនខានទេដល់ពេលនោះលុយវះកាត់របស់មីងច្បាស់ជាអាចរកបានគ្រប់គុំបារម្ភបងមិនឲ្យឯងខាត់ទេចែកពាក់កណ្ដាលម្នាក់អញកំពុងយកសັບមែនទេទុកជារបស់អញមួយក៏អញជាអ្នករកអញគ្រាន់តែចំណាយកម្លាំងបន្តិចបន្តួចសោះឲ្យ100000នេះវាសប្បុរសណាស់ទៅហើយខ្ញុំប្រថុយជីវិតនាំបងប្អូនចេញទូកស្ទើរតែស្លាប់កណ្ដាលសមុទ្រមិនដឹងប៉ុន្មានដងទេរកបាន6 លានសរុបតែបងអញចែកខ្ញុំតែ100000តិចមែនទេបើតិចកុំសង្ឃឹមថាយកបាន1 រៀលឲ្យសោះកុំភ្លេចថាឯងគ្មានទូកគ្មានមួយទេបើគ្មានអញក៏គ្មានកំណើតដែរមានតែ100000ទេយកឬមិនយកលុយនេះទៅទិញថ្នាំប៉ៅឲ្យម៉ែឯងទៅថ្នាំនាំចូលថ្លៃអីនឹងមិនបាច់លេបទេល្អជាងត្រីមាសធម្មជាតិយើងជើងនេះយ៉ាងហោចក៏លក់បាន6 លានដែរប្រកាសហើយថ្មីនេះត្រីឡើងថ្លៃណាស់ចំណេញទ្វេដងថែមទាំងថៅកែឈិនឡើងថ្លៃឲ្យយើង 50% ទៀតប៉ុន្តែលុយច្រើនសន្ធឹកបែបនេះសិនចាំងដាច់ចិត្តចែកយើងទេចែកពាក់កណ្ដាលម្នាក់គឺ3 លានតើខ្លាចអីសិនចាំងចូលតែក្លឹបផឹកស៊ីរាល់ថ្ងៃហ្នឹងផឹកមួយយប់អស់មិនតិចមិនទេចាយលុយធំបែបនេះគេមិនកេងប្រវ័ញ្ចយើងទេមែនហើយម្យ៉ាងទៀតសិនចាំងនឹងអាយ៉ាងជាសាច់ញាតិនឹងគ្នាអាយ៉ាងយ៉ាងមិនហើយអាយ៉ាងបានលុយហើយមែនទេពួកយើងក៏មានសំណាងដោយសារឯងដែរហើយទីបំផុតខ្ញុំមានលុយបង់ថ្លៃសាលាឲ្យកូនស្រីខ្ញុំហើយហាបងជីដូនមួយគាត់ចែកឲ្យខ្ញុំតែ100000ទេអញរកលុយឲ្យវាបាន6 លានតែវាចែកអញតែ100000ទេម៉ែវាឲ្យនេះជាលុយដែលពួកយើងប្រថុយជីវិតរកមកណាវាដើរផឹកស៊ីរាល់ថ្ងៃតែលុយចែកមកបានតែបន្តិចនឹងមែនអាសិនចាំងនេះអាយ៉ាងយើងមិនអាចបណ្ដោយតាមវាទេដោយសារសមត្ថភាពឯងយើងអាចចេញរកស៊ីខ្លួនឯងបានមិនបាច់នៅក្រោមវាទេប៉ាអូនមើលព័ត៌មានឃើញថាថ្ងៃនេះខ្យល់ខ្លាំងណាស់សំណាងហើយដែលបងត្រឡប់មកវិញដោយសុវត្ថិភាពចេញទុកលើកនេះមិនមានរបួសអីទេមែនទេម៉ែកូនមិនអីទេបើមិនមែនដោយសារជំងឺម៉ែកូនក៏មិនបាច់យកជីវិតទៅប្រថុយដែរម៉ែកុំនិយាយអញ្ចឹងអីពេទ្យប្រាប់ថាខែនេះអាចរៀបចំវះកាត់បេះដូងបានហើយម៉ែទ្រាំបន្តិចទៀតទៅនឹងមិនអីទេមែនហើយលោកយាយមិនត្រូវនិយាយពាក្យបាក់ទឹកចិត្តបែបនេះទេណាមែនហើយបងប្រាប់ថាបងជីដូនមួយចែកលុយថ្ងៃនេះតើបានលុយហើយឬនៅបងបានតែ100000ទេ100000ហ៎ចុះវាមិនខ្វះលុយវះកាត់ឆ្ងាយណាស់ទៅហើយទេមកពីបងអត់បានការមកពីបងអសមត្ថភាពម៉ែលោកគ្រូពេទ្យម៉ែខ្ញុំយ៉ាងម៉េចហើយអ្នកជំងឺសង្គ្រោះផុតគ្រោះថ្នាក់បណ្ដោះអាសន្នហើយតែអារម្មណ៍រំភើបធ្វើឲ្យជំងឺធ្ងន់ធ្ងរស្ថានភាពគាត់ពេលនេះគ្រោះថ្នាក់ខ្លាំងណាស់ត្រូវតែធ្វើការវះកាត់បេះដូងក្នុងសប្តាហ៍នេះឲ្យបានថ្លៃវះកាត់អស់ប៉ុន្មានដែរយ៉ាងហោចណាស់ក៏300,000ដែរត្រូវតែបង់ឲ្យគ្រប់ក្នុងរយៈពេល3ថ្ងៃបើមិនអញ្ចឹងទេមិនអាចរៀបចំការវះកាត់បានទេអាយ៉ាងយកអានឹងទៅលក់ទៅបានប៉ុណ្ណាក៏យកប៉ុណ្ណាសិនចុះសៀវវ៉ាន់បងសុំទោស
អូនរៀបការជាមួយបង5ឆ្នាំហើយតែបងមិនដែលឲ្យអូនស្គាល់ភាពសុខស្រួលម្ដងសោះឥឡូវនេះសំបីតែចិញ្ចៀនអាពាហ៍ពិពាហ៍ក៏ត្រូវយកទៅលក់ទៀតកុំនិយាយល្ងងអញ្ចឹងអូនរៀបការជាមួយបងគឺព្រោះតែបងមិនមែនដើម្បីលុយទេឲ្យតែគ្រួសារយើងនៅជុំគ្នាវាប្រសើរជាងអ្វីទាំងអស់ទៅហើយប៉ាលុយសន្សំរបស់កូនប្រគល់ឲ្យប៉ាទាំងអស់ដើម្បីព្យាបាលលោកយាយចាំបងណាបងច្បាស់ជាអាចសង្គ្រោះម៉ែបានថៅកែលីបបញ្ជាមកហើយត្រូវប្រមូលត្រីមាសឲ្យបាន2000គីឡូក្នុងរយៈពេល3ថ្ងៃបើមិនអញ្ចឹងទេគាត់នឹងលុបចោលកុងត្រាទាំងអស់តែរដូវនេះសម្បូរព្យុះណាស់ប៉ុន្មានថ្ងៃនេះគ្មានអ្នកណាហ៊ានចេញទូកទេថៅកែមានម្នាក់រករឿងចង់ជួបលោកឲ្យតតែបានខាត់យ៉ាងណាក៏មិនស្ដាប់ដែរលូយ៉ាងមិនក៏ឯងមកទីនេះថៅកែឈិនលោកកំពុងតែត្រូវការត្រីមាសមែនទេខ្ញុំអាចចេញទូកបានមានព្យុះបក់បែបនេះឯងមិនចង់រស់ទេអីម៉ែខ្ញុំកំពុងរងចាំលុយវះកាត់សង្គ្រោះជីវិតសិនឆាំងមិនព្រមឲ្យខ្ញុំខ្ជិលលុយទេខ្ញុំអស់ផ្លូវដើរហើយសូមត្រឹមលោកជឿជាក់ខ្ញុំទូស្លាប់ក៏ខ្ញុំត្រូវតែនេសាទត្រីមាសមកឲ្យលោកវិញឲ្យបានដែរបានឈិនសានខ្ញុំរកស៊ីស្គាល់តែត្រីមិនស្គាល់មនុស្សទេឲ្យតែអញអាចរកត្រីមាសមកឲ្យខ្ញុំបាន2000គីឡូខ្ញុំនឹងទិញក្នុងតម្លៃខ្ពស់បំផុតទូទាត់លុយសុទ្ធភ្លាមមិនឲ្យខុសមាត់ឡើយប៉ាត់អរគុណថៅកែឈិនខ្ញុំច្បាស់ជាធ្វើឲ្យបានសូមសួរលោកបន្តិចមើលទៅលោកចង់មកមើលទូកមែនទេខ្ញុំចង់ជួលទូកនេសាទសមុទ្រទឹកជ្រៅដែលអាចទប់ទល់នឹងខ្យល់ព្យុះបានមួយគ្រឿងបងឆាំងពោះឲ្យបងខ្ញុំទៅជួសជុលទូកស្រាប់តែឃើញលូយ៉ាងវាកំពុងតែរកជួលទូកឯងនិយាយស្អីវាហ៊ានជួលទូកផងយកទូកកម្ពូមួយនេះចុះបើជួលតម្លៃប៉ុន្មានដែរថ្លៃឈ្នួលមួយខែ60000ក៏120,000សរុបទាំងអស់180,000ស៊ីញ៉ៃកុងត្រារួចអាចយកទូកទៅបានហើយនៅខ្វះ80,000ទៀតមិនក៏ពួកឯងមកទីនេះសិនឆាំងអាសម្រាមនឹងនិយាយគ្មានសច្ចៈស៊ីដាច់ញើសឈាមរបស់បងឯងយើងឈប់ធ្វើការឲ្យវាទៀតហើយមែនហើយបងយ៉ាងពួកយើងគិតរួចហើយគឺចង់តាមបងចេញរកស៊ីខ្លួនឯងតែម្ដងបងយ៉ាងនេះជាលុយដែលពួកយើងប្រម៉ែប្រមូលពេញមួយយប់នេះសរុបទាំងអស់មាន80,000ពួកយើងជួលទូកហើយចេញរកស៊ីទាំងអស់គ្នាបងឆាំងវោហើយបងពួកអាចង្រៃអាតាវនាំគ្នាក្បត់បងអស់ហើយពួកវាប្រមូលលុយពេញមួយយប់ទៅរកលូយ៉ាងបាត់ហើយពួកវាចង់សាកល្បងនឹងអញមែនទេអាយ៉ាខ្យល់បក់ទី120អង្សាររលកកម្រិត8ហើយមិនអាចបើកទៅមុខទៀតទេបើទៅមុខទៀតច្បាស់ជាលេចទូកមិនខានទេបងយ៉ាងពួកយើងបដូរទីដៅទៅល្អទេខ្យល់ធំបែបនេះអាចនឹងស្លាប់បានណាបងជឿខ្ញុំទៅពេលនេះជារដូវត្រីពងនីរដូវផ្ការីពងត្រីមាសនៅខាងមុខយើងនេះហើយបាត់ស្ដាំ10អង្សារបើកបញ្ច្រាស់ខ្យល់ទៅមុខមិនអាចថយក្រោយបានទេម៉ែវាឲ្យស្ដាប់តាមអាយ៉ាងទៅប្រថុយម្ដងចុះបងយ៉ាងមើលណើត្រីមាសសុទ្ធតែត្រីមាសមើលឡើងណែនទឹកតែម្ដងហាព្រះអើយពេញមកហើយពួកយើងខ្លាចជាសេដ្ឋីហើយទម្លាក់មកប្រញាប់ទម្លាក់មកយ៉ាងលឿនទៅប្រមូលត្រីទាំងអស់ឡើងមកបងឆាំងគឺវានឹងហើយឡាវផាវនៅកំពង់ផែភាគខាងកើតនេះមានតែវាទេដែលហ៊ានចេញទូកពេលនេះខ្ញុំធ្លាប់ឮឈ្មោះលោក30000ឲ្យតែពេលនេះលោកនាំមនុស្សចេញទូកខ្ញុំនឹងវេលលុយឲ្យភ្លាមហេ30000ថៅកែសិនលោកឯងយកលុយនឹងទៅទិញទឹកចិត្តអ្នកសុំទានឬយ៉ាងម៉េចតិចមែនទេប្រធានទូកនៅតំបន់ខាងកើតនេះមួយខែរកបានត្រឹមតែ10000ប៉ុណ្ណោះលោកឯងកុំលោភខ្លួនពេកសិនចាំងឯងគិតចង់បោកអ្នកណាពេលនេះកំពុងមានព្យុះចេញទូកស្មើនឹងយកជីវិតទៅប្រថុយលេចទូកលងទឹកស្លាប់ជារឿងធម្មតាទេបើចង់ឲ្យខ្ញុំបដូរជីវិតដើម្បីឯងយ៉ាងហោចណាស់ក៏50000ដែរខ្វះ1រៀលក៏មិនបាច់និយាយដែរម៉ែវាឲ្យ50000ក៏50000តែខ្ញុំមានលក្ខខណ្ឌមួយត្រូវតែរកលូយ៉ាងឲ្យឃើញខ្ញុំមិនចង់ឃើញវាយកត្រីត្រឡប់មកវិញទេរឿងតូចតែទេថៅកែសិនទុកចិត្តចុះត្រីរបស់អាលូយ៉ាងនោះខ្ញុំធានាថានឹងឆក់យកមកឯងឲ្យវាលីការខិតខំប្រឹងប្រែងទាំងអស់មិនខានទេហាបងយ៉ាងដាក់លេងចុះហើយត្រីធ្ងន់ស្ទើរតែលេចទូកទៅហើយមានបានហើយលើកនេះយើងខ្លាចជាសេដ្ឋីហើយបងយ៉ាងបងពិតជាអស្ចារ្យមែនត្រីមួយទូកនេះយ៉ាងហោចណាស់លក់បាន5លានដែរពួកយើងចំណេញធំហើយហាល្អណាស់លុយវះកាត់របស់ម៉ែគឺដោះស្រាយរួចរាល់ហើយប្រមូលមកពួកយើងបើកទូកត្រឡប់ទៅវិញអាយ៉ាមានទូកកំពុងបើកមកហើយនេះជាទូករបស់សិនឆាំងអ្នកដែលនាំមុខគឺជាឡាវផាវហេតុអីបានជាវាមកទីនេះលូយ៉ាងបើចេះដឹងខ្យល់ទុកត្រីចោលទៅកន្លែងនេសាទនេះគឺជាទឹកដីរបស់អញបើមិនអញ្ចឹងទេថ្ងៃនេះអញនឹងបុកទូកអញឲ្យលិចឲ្យអញខ្លាចជាចំណីត្រីចង់មកដណ្ដើមត្រីអញឡាវផាវអញមានសមត្ថភាពទេចង់ងាប់មែនទេបើកសម្រុកចូលទៅបុកវាឲ្យលិចទៅអាយ៉ាងគិតយ៉ាងម៉េចទៅឡាវផាវម្នាក់នេះសាហាវខូខើណាស់មិនងាយទប់ទល់ទេកុំខ្លាចឲ្យវាមកចុះថ្ងៃនេះកុំសង្ឃឹមថាមានអ្នកណាអាចមកដណ្ដើមត្រីយើងបានឲ្យសោះ